តែឃើញបាននៅជាមួយនឹងស្រីផ្សេងទោះបីអាយុ8ឆ្នាំឬ80ឆ្នាំទេក៏ខ្ញុំមានចិត្តខឹងច្រឡោតមានចិត្តគុំគុនចំណាំឈ្នានេះខ្ញុំគ្រាន់តែ4មកដំណាក់ខ្ញុំតែមិនអាចប្រាក់ខែគេនេះហៅថាលួចលាក់ខ្ញុំកាត់បានមានមនុស្សថ្នាក់ថ្នមតាមពីតូចទៅចរិតឆ្នាំនិយាយម៉ាក់ណាក៏អសរពិបាកទ្រាំជំងឺដូចជាបានបញ្ជាបាត់នេះហៅថាជាជំងឺធ្ងន់ប៉ិតមែនខ្ញុំជាប្តីប្រពន្ធជាមួយបងតែមិនគិតចង់កើតកូនបន្តតកូលឲ្យទេកុំថា5ឆ្នាំ10ឆ្នាំ20ឆ្នាំកុំសង្ឃឹមថាមានកូនបន្តតកូលចាំតែអត់កូនទេថានេះយើងពនាងចៅយ៉ាងមកដល់សវនាការគួរតែនឹងថាមានរឿងអីហើយគ្រាន់តែជាមន្ត្រីចាស់មហាតូចតាចបូករួមទាំងប្រធានធិបតីដែលមានឋានៈតូចទៀតមានរឿងអីធំដុំទេពិតជាមានរឿងធំក្នុងជីវិតមែនហើយលើកមុនលែងលះគ្នាមិនបានសម្រេចទេព្រះនាងចង់គៀសង្កត់ឆន្ទៈរបស់ទីងជាលោកខ្ញុំនេះយូរណាស់មកហើយដូច្នេះព្រះនាងមើលស្រាលខ្ញុំពេកហើយព្រះនាងមើលស្រាលពេកហើយលើកនេះទីងជាលោកខ្ញុំយកច្បាប់ស្រីទាំង7មកធ្វើការលែងលះជាមួយនឹងព្រះនាងចៅយ៉ាងសូមលោកម្ចាស់ជួយវិនិច្ឆ័យយោងតាមច្បាប់មហាឋានទំព័រទី14ស្តីពីការលែងលះគ្នាបានបញ្ជាក់ពីច្បាប់ស្តីទាំង7ថាទី1គ្មានកូនទី2មានសហាយទី3ជេរប្រមាថទី4ឆ្លោះប្រកែកទី5លួចប្លន់ទី6ចរណែនទី7ជំងឺធ្ងន់សូមសួរថាតើព្រះនាងស្ថិតនៅក្នុងចំណុចណាមួយនៃចំណុចទាំង7នេះមិនមែនតែមួយទេដល់ទៅ2ទី1រករឿងជេរបន្តិចគេលោកយាយមានជំងឺគេចៅមិនត្រឹមតែមកយកចិត្តទុកដាក់ទេថែមទាំងរអ៊ូរទាំទៀតផងទី2ព្រះនាងនិយាយស្ដីអាក្រក់ទៅកាន់ចាស់ទុំពឹសពលខុសច្បាប់ប្រកែកគ្នាកំហុសទាំងពីរនេះគឺមានប្រជាអធិការអ៊ូឈិនជាសាក្សីការប៉ັດគោះជួលសុំសេចក្តីសុខជារឿងคล้ายចង់ឲ្យព្រះនាងឆេវឆាវស្ដីបន្តចង់ឲ្យព្រះនាងធ្លាក់ក្នុងឧបាយកលចេញតែលោកមិនរៀនអក្សរសាស្ត្រគ្មានគុណធម៌គ្មានចំណេះដឹងមិនអីទេមិននឹកស្មានថាឋានតែមានកលល្បិចពឹសពលជាមនុស្សថោកទាបទៀតគេមិនមែនជាមនុស្សថោកទាបពឹសពលទេទាំងអស់នេះគ្រាន់តែធ្វើដល់បង្ខំចិត្តមួយរយៈនោះខ្ញុំពិតជាក្អកប្រមាណដងមែនមិនคล้ายទេលោកយាយមិននិយាយជាមួយនាងច្រើននោះទេណារបួសមិននិយាយកុហកគឺគាត់ធ្វើសាក្សីហើយប៉ុណ្ណឹងហើយព្រះនាងនៅតែមិនព្រមសារភាពទៀតណាលោកម្ចាស់រឿងនេះពិតប្រាកដខ្លាំងណាស់ពួកខ្ញុំមិនកុហកឡើយជាប្រតិគេឆ្លោះប្រកែកច្បាប់ទាំង7ធ្វើខុសពីទៅហើយយោងទៅតាមការវិនិច្ឆ័យឲ្យលែងលះគ្នាគឺសមហេតុសមផលស្ដាប់បានហើយនៅសូម្បីតែលោកម្ចាស់ទីងក៏និយាយចឹងមានអ្វីប្រកែកទៀតទេខ្ញុំពិតជាធ្វើខុសនឹងច្បាប់ជាប្រតិនឹងឆ្លោះប្រកែកគ្នាមែនទេមិនមែនតែប៉ុណ្្នឹងទេឲ្យតែឃើញបាននៅជាមួយនឹងស្រីផ្សេងទោះបីអាយុ8ឆ្នាំឬ80ឆ្នាំទេក៏ខ្ញុំមានចិត្តខឹងច្រឡោតមានចិត្តគុំគុនចំណាំឈ្នានេះខ្ញុំគ្រាន់តែ4មកដំណាក់ខ្ញុំតែមិនអាចប្រាក់ខែគេនេះហៅថាលួចលាក់ខ្ញុំកាត់បានមានមនុស្សថ្នាក់ថ្នមតាមពីតូចទៅចរិតឆ្នាំនិយាយម៉ាក់ណាក៏អសរពិបាកទ្រាំជំងឺដូចជាបានបញ្ជាបាត់នេះហៅថាជាជំងឺធ្ងន់ប៉ិតមែនខ្ញុំជាប្តីប្រពន្ធជាមួយបងតែមិនគិតចង់កើតកូនបន្តតកូលឲ្យទេកុំថា5ឆ្នាំ10ឆ្នាំ20ឆ្នាំកុំសង្ឃឹមថាមានកូនបន្តតកូលចាំតែអត់កូនទេមានតែសហាយស្មានតែមកគាត់ដែលខ្ញុំមិនធ្វើល្មើសច្បាប់ករណីទាំង6នេះខ្ញុំធ្វើខុសគ្រប់ពេលវេលាទាំងយប់ទាំងថ្ងៃហើយកាន់តែខ្លាំងដៃទៅដោយសារតែអញ្ចឹងបានជាធ្វើឲ្យអ្នកផ្សេងគេបានចិត្តហើយចង់លែងលះមែនទេព្រះធីធិបតីលោកម្ចាស់លឺហើយនៅមែនទេព្រះនាងសារភាពទទួលទោសទាំង6ហើយត្រូវផ្ដាច់មនោចេតនាជាមួយនឹងគ្នាប្រាប់ព្រះនាងទៅចុះណាខ្ញុំត្រូវលែងលះបានតែហេតុអីទៅហេតុអីលោកមានច្បាប់ស្រីទាំង7ខ្ញុំក៏មានច្បាប់ប្រាប់3យ៉ាងដែរប្រាប់3យ៉ាងស្អីទៅព្រះនាងចង់ទៅណាមានតែតោឲ្យជាមួយច្បាប់បាទលោកមិនយល់ទេសួរគេសួរឯងទៅល្ងងយើងបាននិយាយរួចហើយថាច្បាប់មហាឋានទំព័រទី14ស្តីពីការលែងលះក្រៅពីច្បាប់ទាំង7នេះទោះបីជាមានករណីខុសទាំង7ក៏នៅមានករណីពិសេសមិនអាចលើកលែងបាននោះគឺមាន3ករណីទី1ត្រូវកាន់ទុកឲ្យគ្រួសារខាងប្តីនិយាយចំទៅខាងស្រីត្រូវកាន់ទុកឲ្យគ្រួសាររបស់ខាងប្រុសគ្រួសារជាយើងទាំងលើទាំងក្រោមម្នាក់ត្រឹមត្រូវសុភាពរឹងមាំមានកាន់ទុកមកពីណាទៅដូច្នេះករណីនេះគឺមិនអាចទទួលយកបានទេ2មានគ្រោះទៅវិញមិនបាននោះគឺគ្រួសារខាងស្រីមានការបែកបាក់មិនអាចត្រឡប់ទៅផ្ទះវិញបានព្រះអង្គមានសំណាងប៉ុនមហាមេឃប្រជជនយឺនយូរដឹកនាំមហាឋានយូរលងលោកម្ចាស់ថាព្រះនាងគ្មានផ្ទះសម្រាប់ទៅទេពិតជាគួរអស់សំណាងមែនមានគ្រោះមិនអាចទៅវិញបានករណីនេះក៏មិនអាចសម្រេចបានទៀតផងនៅមានករណីមួយទៀតមែនអត់បានចង់ឆាប់និយាយទៅដើម្បីឲ្យខ្ញុំនឹងឆាប់លែងលះប្រពន្ធមិនចាំបាច់មើលមុខនាងតទៅទៀតករណីទី3គឺមុនរៀបការក្រីក្ររៀបការឲ្យមានបានខ្ញុំនឹងមិនក៏ស្ងាត់ទៅហើយក្រែងលោកពូកានិយាយណាហ៎មែនហើយមិនលែងលឺស្រ័យទៅហើយនិយាយទៅពេលនេះគ្មានពាក្យនិយាយទៀតទេព្រោះតែចង់ការពារគេឈ្មោះគ្រួសារចេញសឹកចិត្តឆុងខ្ពស់លោកបានធ្វើជាប្រធានធិបតីថ្នាក់ទី2ខ្ញុំនិយាយខុសទេចំណែកលោកស្រីក៏ដើម្បីការពារហាងនេះរបស់គ្រួសារចេញទើបឲ្យកូនប្រុសចូលវែងជ្រើសរើសប្រធានធិបតីធ្វើទៅដាច់ទៅដួសចង់បានខ្ញុំចូលគ្រួសារចេញខ្ញុំនិយាយខុសទេ
នៅមានលោកនឹងលោកទៀតមិនពេលខ្ញុំរៀបអភិសេកចូលគ្រួសារចេញបងប្អូនលោកទាំង3នាំទុកដល់ហាងនេះស្ទើរតែកកកាយហាងនេះទាំងមូលមកប៉ះទៅមាននិយាយខុសទេចុងក្រោយគឺលោកស្រីធំក្នុងនាមជាចាស់ទុំក្នុងគ្រួសារថាតើមើលបើកុំតែខ្ញុំរៀបការចូលគ្រួសារចេញមានភាពស្រស់ស្អំថែក្នុងពីណាមកលោកម្ចាស់ទិញនេះជាក្នុងករណីមករៀបការក្រហើយនេះយោងតាមច្បាប់មហាឋានបើសិនជាខាងប្រពន្ធមានចំណុច3ចោតវិញនោះប្តីមិនអាចលែងលះប្រពន្ធបានទេមានន័យថាម៉េចមានន័យថាប្រតិធិបតីត្រូវរស់នៅជាមួយព្រះនាងអស់មួយជីវិតក្នុងមួយជាតិនេះលែងមិនបានរហូតដល់អវសាននៃជីវិតលែងមិនបានរហូតដល់ស្លាប់លែងមិនបានហើយយ៉ាលើកនិយាយវិលមុខមែនហើយមែនគាត់ទេគឺខ្ញុំស្លាប់ណែបងទី2ច្រើនទៅលោកច្រើនស្លាប់ទៀតហើយដឹងខ្លួននេះជាស្នេហ៍បងបង្កើតថ្មីខ្ញុំម្ចាស់នៅចាំលោកយាយនិយាយថាធ្វើសៀនស៊ឺដូចជាប្តីប្រពន្ធរស់នៅជាមួយគ្នាត្រូវល្អិតល្អន់តែត្រូវអត់ធ្មត់ប្តីដូចជាម្សៅសាបគ្មានរសជាតិតែបើមានថែមស្ករបន្តិចតំណាងឲ្យប្រពន្ធនោះរបស់ទាំងពីរមូលចូលគ្នាវាស្អិតរមួតឈ្ងុយហើយថែមទាំងផ្អែមធ្វើឲ្យអ្នកហូបមានក្តីសុខណាស់ថែមស្ករតែបន្តិចបង្ហាញពីទឹកចិត្តរបស់ប្រពន្ធបង្ហាញពីក្តីស្រឡាញ់ចំពោះប្តីតែលោកយាយធ្លាប់និយាយថារសជាតិ5ពណ៌ដែលម៉ែធ្វើនោះផ្លាស់ប្ដូរហើយវាឡើងផ្អែមដូចមុនព្រោះពេលម៉ែលេងម្សៅបណ្ដាទឹកភ្នែកបានស្រក់បណ្ដាបិតាបង្កប់បីនឹងអ៊ីយានធ្វើឲ្យបុតរងទុកនៅក្រៅវាំងរហូតដល់អាយុ6ឆ្នាំទើបបានចូលក្នុងវាំងខ្ញុំម្ចាស់បានព្រះបិតាសពប្រតិជាសំណាងសាងមករាប់សិបជាតិហើយចៅយ៉ាងក្រៅពីព្រះគុណរបស់បិតានៅមានប្រតិធិបតីដែលមានចិត្តស្មោះត្រង់ទៀតហ៊ាននិយាយការពិតជាមនុស្សល្អកម្ររកបាននៅក្នុងចំណោមប្រតិធិបតីរបស់បិតាទាំងអស់ជីងទៅលក់ជាប្រតិធិបតីដែលល្អជាងគេពិតមែនទេក្នុងនាមជាប្តីប្រពន្ធត្រូវស្មោះត្រង់នឹងគ្នាទៅវិញទៅមកចេះអធិស្ឋានឲ្យគ្នាចៅយ៉ាងឯងហើយនឹងទៅលក់គួរតែថយម្នាក់មួយចំហៀនខ្ញុំម្ចាស់ពីដើមមកគោរពខ្ញុំអធិខ្ញុំម្ចាស់គោរពគេ1ម៉ែត្របើគេព្រមដើរចេញមួយចំហៀនខ្ញុំម្ចាស់មិននឹងចង្អៀតចង្អល់ទេព្រះបិតាឲ្យខ្ញុំចេះគោរពព្រះធេតបតីដូចជាភ្ញៀវខ្ញុំត្រូវតែគោរពអញ្ចឹងហើយចែកដានអីព្រះបិតាប្រទានយិនសិនដែលជាដង្វាយរបស់កាយជីលីខ្ញុំត្រូវតែយកមកចែករំលែកជាមួយប្រធានធិបតីហើយមិនក៏ជាល្អម្ល៉េះអរប្រគុណព្រះនាងលោកស្រីធំនិងលោកស្រីទី2សុខសប្បាយដែរទេបានព្រះនាងជឿឆ្អើពួកគាត់កំពុងតែបួងសួងនៅអវត្តពោធិញជិញឈានសុខសប្បាយទេគឺសុខសប្បាយទាំងអស់គ្នាមែនទេអីបើជាបដូរចិត្តមកសួរសុខទុក្ខអ្នកម៉ែទី2និងលោកយាយហៅតែតនៅក្តៅប្រហែលថ្ងៃមុនប្រធានធិបតីនិយាយពាក្យចេញពីក្នុងចិត្តម៉ាត់ច្បាស់ខ្លាំងណាស់ដូច្នេះគួរតែបំពេញសុខភាពឡើងវិញអរគុណព្រះនាងជ័យឆ្អាលស៊ុបបំពេញមានតម្លៃយ៉ាងនេះតើលោកមិនឲ្យស្រក់មួយដំណក់នោះទេមិនក៏ធ្វើល្អម្ល៉េះចេះជឿឆ្អាលនឹងខ្ញុំទៀតអេប្រយ៉ានសុំទោសផងណាប្រើរបស់ខ្ញុំទៅអញ្ចឹងក៏បានរលងណាស់សំដៅលើកន្សែងតាមែនទីទូបង្គំសំដៅលើដៃរបស់ព្រះនាងដៃរបស់ព្រះនាងទុនហើយរលងជាងកូនកន្សែងទៅទៀតខ្ញុំស្ដាប់ច្រឡំទេដឹងគេនិយាយសរសើរខ្ញុំលើព្រះបិតាមានបន្ទូលថាព្រះធាធិបតីក៏ធ្លាប់សរសើរខ្ញុំដែរព្រះនាងមានពេលខ្លាំងនិយាយហេតុផលសម្លេងតិចដែរការពិតទៅរូបរាងរបស់ព្រះនាងមិនខឹងច្រឡោតពិតជាទន់ភ្លន់ត្រូវហើយព្រះបិតាក៏ថាព្រះនាងធ្លាប់សរសើរទូលបង្គំដូចគ្នាដែរថាម៉េចអញ្ចឹងព្រះធិបតីក៏មានចិត្តថ្លាមទូលាយដែនតាជាមនុស្សត្រឹមត្រូវបើមើលឲ្យចាំទៅគេម្នាក់នេះជាមនុស្សមិនអន់ណាស័ក្តិសមជាមនុស្សចេះដឹងហេតុអីពីមុនខ្ញុំមិនចាប់អារម្មណ៍សោះអញ្ចឹងសំតោព្រះបិតាប្រទានក្តារសគុជអុកឲ្យខ្ញុំ
ព្រះធាតុថាបដីចេះលេងអុកទេយកល្អថ្ងៃណាមួយសាក់មកក្តារទេ ល្អណាស់ទូបង្គំចូលចិត្តរឿងសហ